ខ្ញុំបាទសូមក្រាបថ្វាយបង្គំប្រកាសណាគុំចាស់គ្រប់ព្រះអង្គសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពហើយជាទីស្រឡាញ់នេះគឺជាស្ថានភាពបងប្អូនពលករភាគច្រើននៅក្នុងកន្លែងនេះភាគច្រើនស្រាប់តែភូមានឹងភូមានិងបងប្អូនតែចំនួនតិចបងប្អូនជនជាតិខ្មែរយើងតែមានបងប្អូនច្រើនមកចេញពីធ្វើការហើយចូលធ្វើការនិងវេលានេះម៉ោង5ថាម៉ោង5:20នាទីហ្នឹងហើយបងប្អូនខ្លះចូលទៅធ្វើការបងប្អូនខ្លះចេញធ្វើការអញ្ចឹងនេះនៅតឡាតគេហៅតឡាតជរឿនស៊ីននៅជរឿនស៊ីនណានឹងមានបងប្អូនពលករច្រើនហ្នឹងហើយជាពិសេសបងប្អូនភូមាហ្នឹងហើយខ្ញុំបញ្ជាក់ឲ្យច្បាស់បងប្អូនភូមាភាគតិចហ្នឹងបងប្អូនខ្មែរយើងពលករខ្មែរយើងតែនៅកន្លែងនេះមានមនុស្សច្រើនមកទិញរបស់ទិញលបអីហ្នឹងទៅហូបចុកធ្វើការចូលធ្វើការចេញធ្វើការអីអាហ្នឹងគឺស្ថានភាពអត់មានអីទេបងប្អូនប្រសើរនឹងល្អណាស់ហ្នឹងហើយអត់មានការអីទេហ្នឹងហើយអត់មានការភ័យព្រួយបារម្ភអីទេហ្នឹងហើយតែបងប្អូននៅអានេះខ្ញុំជម្រាបប្រាប់បងប្អូនថាបើនៅជាតែវាអាចមានការតាំងតែងតែមកនៅកន្លែងដែលខ្ញុំនៅនេះនៅខេត្តសមុទ្រប្រការនេះអត់អីទេហ្នឹងហើយបងប្អូនហ្នឹងហើយអត់មានការព្រួយបារម្ភពីបងប្អូនដូចថាមានការរើសអើងគ្នាទេហ្នឹងហើយខ្ញុំបានជម្រាបប្រាប់ដល់បងប្អូនជនជាតិទាំងអស់ដែលធ្វើការនៅប្រទេសថៃបងប្អូនពលករហ្នឹងហើយខ្ញុំបាទអត់មានអីទេមានតែប៉ុណ្ណឹងសូមចែករំលែកចែកជូនបងប្អូនពលករដែលធ្វើការនៅប្រទេសថៃនៅសមុទ្រប្រការហ្នឹងហើយបើឃើញវីដេអូនេះហើយជួយ like ជួយ share ផងហ្នឹងហើយ